យើងកំពុងបង្កើតផ្សាររបស់យើងអាហ្នឹងយើងចូលអាទី3ហើយអាហ្នឹង agro market agro market ហ្នឹងយើងយល់ច្រឡំហើយយើងកុំឲ្យគិតធ្វើផ្សារវាធំមែនទេនៅភូមិយើងប្រែคล้ายពីតូបឆាប់រួយផ្ទះអ្នកលក់ចាប់រួយធម្មតាបងប្អូនអាចថតរូបឲ្យខ្ញុំមើលក៏បានដែរតូបអ្នកលក់ចាប់រួយហ៎ប៉ុន្តែអ្នកលក់ចាប់រួយហ្នឹងគាត់លក់បែបតាមធម្មជាតិរបស់គាត់ការដាក់តាំងលក់អីហ្នឹងគាត់មិនខ្វល់ទេតតនាក៏បានដែរលក់យើងវាអត់មានសោភ័ណភាពលក់ហើយយើងធ្លាប់ចូលនៅតាមម៉ាតតាមក្រាសាំងអីយើងឃើញហើយម៉ាតទៅវាយ៉ាងម៉េចអញ្ចឹងយើងធ្វើរបៀបហ្នឹងយើងធ្វើរបៀបហ្នឹងប៉ុន្តែធ្វើមិនបាច់ចាំមានម៉ាស៊ីនត្រជាក់អីជំហានទី1បែបបើទុនច្រើនយើងក៏ធ្វើទៅយើងគង់តែធ្វើដល់ហ្នឹងឯងតែយើងធ្វើពីទូចផ្ទះយើងធម្មតាហ្នឹងប៉ុន្តែយើងមានកន្លែងចាត់របៀបឲ្យល្អមកយើងបង្កើតឲ្យទៅជាកន្លែងផ្សារលក់អីខ្លះលក់នៅផលដំណាំដែលបងប្អូនដាំបាននៅភូមិហ្នឹងយើងមានផ្សាររបស់យើងហើយធ្វើអីខ្លះដាំអីខ្លះយើងប្រជុំគ្នាទៅជជែកគ្នាទៅដាក់គេហៅថាដាក់ផែនការដាំរៀបចំផែនការដាំអ្នកណាដាំអីអ្នកណាដាំអីហើយយើងយកមកលក់នៅក្នុងផ្សារហ្នឹងហើយយើងប្រម៉ូទហៅថាប្រម៉ូទធ្វើទីផ្សារបាទឲ្យបានដឹងគ្នាយើងដឹងទី1ឲ្យគ្នាយើងដឹងបងប្អូនណាត្រូវការអីបន្លែត្រីសាច់អីចឹងបងប្អូនលែងទៅណាស្រាប់តែបងប្អូនលែងទៅទិញនៅខាងក្រៅហើយអូខេអញ្ចឹងក្នុងករណីបែបហ្នឹងមកយល់ពីកន្លែងផ្សារហ្នឹងមានផ្សារគឺមានអីបងប្អូនមានផ្សារវាប្រយោជន៍អីកន្លងមកវាអត់ផ្សារប្រែមកថាយើងបានអីយកទៅលក់នៅផ្សារគេណោះវាមិនមែនផ្សារខ្លួនឯងចឹងកាលណាយើងមានផ្សារខ្លួនឯងវាបានប្រយោជន៍2ទី1យើងដាំហើយយើងដឹងថាដាំអីយកមកលក់នៅកន្លែងហ្នឹងអញ្ចឹងយើងមានផែនការដាំប្រជាពលរដ្ឋនៅក្នុងសហគមន៍ហ្នឹងមានប្រហែលអ្នក30អ្នក40អ្នក50អ្នកយើងចាប់ដើមចាត់របៀបនៃការដាំអត់ឲ្យជន់គ្នាទេបាទដាំកុំឲ្យជន់គ្នាអាហ្នឹងបន្លែមានត្រីមានសាច់មានអីហ្នឹងយើងចាប់ដើមចងក្រងឲ្យវាទៅជាចាត់របៀបចាត់ផែនការចាត់ចង្វាក់ចាត់វេននៃគ្នាឲ្យវាមានរបៀបរៀបរយនៃការដាំអញ្ចឹងដាំបានយើងយកមកដាក់ចូលនៅក្នុងផ្សាររបស់យើងឃើញទេអញ្ចឹងផ្សារហ្នឹងគឺវាមិនចាំបាច់ធំទេយើងចាប់ដើមដំបូងផ្ទះយើងនៅជនបទយើងនឹងផ្ទះមិនក៏បានដែរវាផ្ទះថ្មផ្ទះឈើផ្ទះអីហ្នឹងគ្រាន់តែធ្វើវាឲ្យស្អាតហើយគេប្រកាសថាកន្លែងហ្នឹងជាផ្សារសហគមន៍ត្រូវចាប់ផ្ដើមពីបង្កើតឲ្យមានផ្សារហ្នឹងឯងអញ្ចឹងលក់បន្លែលក់ត្រីលក់សាច់លក់អីក៏ដោយគឺអ្នកណាមានយកមកលក់នៅនឹងដាក់លក់នៅនឹងហើយចំណេញវាចំណេញរបស់សហគមន៍សារចំណេញជារបស់សហគមន៍ស្ដាប់ឲ្យតន់សារចំណេញជារបស់សហគមន៍កាលណាយើងចំណេញយើងយកមកចែកគ្នាវិញបើយើងទៅយកទៅលក់នៅផ្សារនេះគេទិញពីយើងទៅថោកលក់វិញថ្លៃគេចំណេញរឿងរបស់គេវាអត់ពាក់ព័ន្ធមកយើងត្រឡប់មកក្នុងសហគមន៍វិញទេយើងថាសហគមន៍នឹងបានចំណូលពីណាមកហើយបើយើងផ្សាររបស់យើងបានន័យថាផ្សារមានចំណូលឃើញផ្សារមានចំណូលអញ្ចឹងយើងផលិតហើយលក់យើងអត់ទៅទិញពីណាពីណីយកមកលក់ទេយើងអត់ទិញតយកមកលក់ទេយើងត្រូវផលិតហើយលក់សហគមន៍យើងដាំហើយលក់អញ្ចឹងវាបង្កើតការងារក្នុងសហគមន៍នឹងបានហើយយើងមិនមែនធ្វើទាំងមូលភ្លាមទេអត់ធ្វើទេទាំងមូលហ្មងអត់ទាន់ធ្វើទេធ្វើតែអ្នកណាដែលយល់ហ្នឹងឯង40អ្នក50អ្នកអីហ្នឹងតាមជាក់ស្ដែងអញ្ចឹងយើងត្រូវយល់ពីការបង្កើតផ្សារក្នុងសហគមន៍វាល្អកន្លែងបែបណាទេអញ្ចឹងផ្សារសហគមន៍ជួយឲ្យបងប្អូនដាំដុះបានចិញ្ចឹមសត្វបានណាធ្វើនំធ្វើនេះធ្វើនោះផ្លែឈើដែលដាំនៅទីទួលផ្ទះបងប្អូនហ្នឹងកើតប្រយោជន៍កើតការងារកើតប្រយោជន៍កើតការងារហើយបើកើតប្រយោជន៍នៅភូមិសួរថាបងប្អូនមានអីត្រូវចំណាក់ស្រុកទៅធ្វើអីអញ្ចឹងយើងធ្វើឲ្យនៅភូមិហ្នឹងមានពេលវេលាសម្រាប់មានពេលវេលាជួបជុំគ្រួសារ
អាចធ្វើទំនើបគឺមានធ្នើតាំងបែបនេះតែវាស្អាតវាចាត់របៀបស្អាតហើយបើថាយើងធ្វើសាមញ្ញផ្ទះឈើផ្ទះអីចឹងឯងអញ្ចឹងការរៀបចំសារសហគមន៍ទី1វាធានាការដាំការផលិតអីបានយើងមានផ្សាររបស់យើងទី2យើងអាចរកចំណូលគ្រប់គ្រងចំណូលគ្រប់គ្រងការចំណាយលុយទៅខាងក្រៅហ្នឹងឲ្យវាចំណាយនៅក្នុងសហគមន៍យើងបានផលយកមកវិញអញ្ចឹងគឺរក្សានៅទី1គឺការផលិតអញ្ចឹងមានការងារធ្វើទី2យើងមានផ្សារបមាសាសហគមន៍ហ្នឹងមានច្រើនវាមានរាប់រយកន្លែងអញ្ចឹងសហគមន៍ប្រធានសហគមន៍គាត់តំណែងទៅកន្លែងផលិតដោយត្រង់គឺយើងទៅបានតម្លៃធូរយើងយកមកដាក់លក់ហ្នឹងវាចំណេញអញ្ចឹងយើងតំណែងផលិតផលពីកន្លែងផលិតត្រង់យកមកលក់វាចំណេញជាងបងប្អូនទៅទិញពីផ្សារធំយកមកលក់នៅតាមផ្ទះតាមភូមិហ្នឹងពីអ្នកលក់ចាប់ព្រួយតាមភូមិគេហៅអ្នកលក់ចាប់ព្រួយហ្នឹងអញ្ចឹងវាខុសពីអ្នកលក់ចាប់ព្រួយត្រង់ថាយើងបានតំណែងពីរោងចក្រផ្ទាល់តែតំណែងពីរោងចក្រផ្ទាល់តម្លៃវាពិសេសតែតម្លៃពិសេសយើងលក់ទៅយើងលក់ស្មើគេក៏យើងចំណេញច្រើនបើលក់ខំគេយើងចំណេញតិចយើងប្រកួតប្រជែងទីផ្សារគេបាននឹងលក្ខណៈពិសេសនៃការបង្កើតផ្សារសហគមន៍អញ្ចឹងការបង្កើតផ្សារសហគមន៍នាំឲ្យយើងមានភាពតាក់ទាញទី1គឺផលិតផលដែលយើងផលិតស្អីពីក្នុងភូមិមកល្អហ្នឹងយើងធ្វើទីផ្សារយើងប្រម៉ូទខែទៅប្រម៉ូទទីផ្សារឃោសនាទីផ្សារទៅគេចាប់អារម្មណ៍ជាមួយផ្សារសហគមន៍តែស្អីផ្សារសហគមន៍គឺផលិតដោយធម្មជាតិផលិតឲ្យមានគុណភាពណាផលិតដោយកម្លាំងសហគមន៍អញ្ចឹងចូលរួមជាមួយនឹងសហគមន៍ដើម្បីលើកតម្កើងការងារណាលើកតម្កើងការងារជួយដល់ជីវភាពប្រជាពលរដ្ឋនៅក្នុងសហគមន៍វាមានចំណុចល្អច្រើនអ្នកមានលុយគេចង់បានរបស់ល្អអញ្ចឹងសហគមន៍យើងធ្វើទៅវាល្អវាសុទ្ធវាធម្មជាតិអញ្ចឹងអាហ្នឹងវាទៅជាផលិតផលដែលថ្លៃតាមពិតតែយើងនៅក្នុងសហគមន៍អ្នកណាជាសមាជិកក្នុងសហគមន៍យើងលក់ធូរថ្លៃតម្លៃទាបដែលរបស់ល្អគេហៅថាធម្មជាតិមានប្រភពគឺដោយអង្គខ្ញុំនិយាយរឿងអង្គអញ្ចឹងបងប្អូនប្រជាពលរដ្ឋរាល់ថ្ងៃគាត់ធ្វើស្រែមកថាជីថ្លៃពូជថ្លៃអីថ្លៃទាំងអស់ហើយដល់ពេលលក់ស្រូវអត់មានតម្លៃថោកតែពេលដែលយើងរៀបចំសហគមន៍បានល្អយើងផលិតស្រូវបានមកយើងអត់លក់ជាស្រូវទេដល់មកសាបឲ្យតាន់យើងលក់ទៅជាអង្គអញ្ចឹងសហគមន៍ផលិតទៅជាអង្គផលិតជាអង្គនេះយើងអាចផលិតដោយម៉ាស៊ីនកិនស្រូវធំក៏បានយើងផលិតដោយម៉ាស៊ីនទូចក៏បានយើងផលិតដោយដៃក៏បានណែព្រោះអង្គធម្មជាតិអង្គធ្វើដោយដៃនេះថ្លៃនៅផ្សារទំនើបអីថ្លៃអញ្ចឹងហើយយើងត្រូវគិតថាការដែលយើងរៀបចំឲ្យមានផ្សារក្នុងសហគមន៍នេះវាពិសេសជាងគេត្រង់ណាពិសេសច្រើនយ៉ាងអញ្ចឹងពេលដែលបងប្អូនមានផ្សារខ្លួនឯងអាហ្នឹងគេថាផ្សាររបស់ខ្លួនឯងវាមិនដូចយើងដាំបានអត់ទីផ្សារទេកន្លងមកថាអត់ទីផ្សារឥឡូវនេះផ្សាររបស់ខ្លួនឯងមានហើយផ្សារមាននេះមិនមែនតែមួយភូមិមានមួយហ្នឹងទេវាមានសាខាគេថាសាខាផ្សាររបស់យើងទៅគ្រប់ទីកន្លែងទូទាំងប្រទេសនេះធំហ៎យើងធំអញ្ចឹងបងប្អូនផលិតអីបានមកឧបមាយើងមាន100កន្លែង200កន្លែង300កន្លែងណាផលិតអីមកក៏ដាក់លក់ដាច់ផលិតអីមកក៏លក់ដាច់ទាំងអស់ប៉ុន្តែការផលិតនោះឆ្លងកាត់ការវឹកហាត់ឆ្លងកាត់ការរៀនសូត្រអីឆ្លងកាត់ការពិសោធន៍អីត្រឹមត្រូវធ្វើឲ្យការផលិតនោះស្តង់ដារការផលិតនោះស្តង់ដារតែម្ដងតែស្តង់ដារបាទវាល្អហើយវាវិចខ្ចប់ស្អាតល្អហើយវាគុណភាពល្អគុណភាពល្អវិចខ្ចប់ល្អការដាក់តាំងកន្លែងល្អណាអាហ្នឹងវាបានថ្លៃហើយយើងមានផ្សារសហគមន៍យើងមានរាប់រយកន្លែងពេលដែលមានសហគមន៍មានរាប់រយកន្លែងយើងការពារតំណែងរបស់យើងបាន
យើងយកមកលក់ក្នុងហ្នឹងហើយយើងផលិតលក់ដោយមានការគ្រប់គ្រងផ្សារទាំងអស់យើងមានការគ្រប់គ្រងច្បាស់លាស់ថាទំនិញអីដែលត្រូវយកមកដាក់លក់នៅក្នុងតម្លៃប៉ុន្មានលក់ក្នុងតម្លៃណាលក់បែបណាចំណេញបែបណាអញ្ចឹងបងប្អូនខ្លាយទៅជាម្ចាស់ផ្សារកាលណាប្រជាពលរដ្ឋខ្លាយជាម្ចាស់ផ្សារផលិតអីមកក៏អាចលក់បានណាអត់សល់ទេអញ្ចឹងបងប្អូនមានការងារធ្វើហើយមានការងារធ្វើមិនមែនត្រឹមតែធ្វើស្រែមួយមុខឯណាធ្វើអីធ្វើនំធ្វើបង្អែមធ្វើផលិតផលកែច្នៃវេចខ្ចប់ដាក់កំប៉ុងដាក់ថង់អីឡាក់អូច្រើនយ៉ាងតែមែនតើពីព្រោះយើងមានផ្សារអញ្ចឹងផ្សារយើងចាប់ដើមពីទូចដល់ពេលយើងរីកចម្រើនបានយើងបរិយាវាទៅជាផ្សារធំបានផ្សារធំយើងធ្វើអាគារស្អាតអីចឹងទៅតាំងដូចយើងទៅ7ដូចអីចឹងទៅអាហ្នឹងផ្សារធំទៅជាផ្សារទំនើបបែបនេះបានហ្នឹងផ្សារការទីផ្សារ agro market មានច្រើនកន្លែងទូទាំងប្រទេសមានណាហ្នឹងមានណាបងប្អូនលក់អីក៏ចំណេញផ្សារចំណេញបាទមួយថ្ងៃចំណេញច្រើនណាបងប្អូនទិញខ្ទឹមទិញមហេតុទិញប៊ីចេងទិញភេសជ្ជៈទិញនំទិញចំណីផ្សេងៗនៅក្នុងផ្សាររបស់យើងផ្សាររបស់យើងបណ្ដោយឃើញទេហើយយើងដាំដោយមានរបៀបចាត់របៀបនៃការដាំចាត់របៀបនៃការផលិតយើងផលិតបែបម៉េចអីមានគុណភាពវេចខ្ចប់គុណភាពល្អរសជាតិឆ្ងាញ់តម្លៃផ្សេងអញ្ចឹងគឺពេលដែលយើងធ្វើវាបានដល់រាប់រយកន្លែងណារាប់រយកន្លែងសម័យទៅអញ្ចឹងពេលដែលយើងចងក្រងផ្សារបានយើងលក់បានយើងគ្រប់គ្រងទីផ្សារបានវាការពារអាការនាំចូលលក់មានគីមីថ្នាំពុលនៅខាងក្រៅអីវាបានការពារដោយយើងមានផ្សាររបស់ខ្លួនឯងផ្សារខ្លួនឯងមានគុណភាពផ្សារខ្លួនឯងសុវត្ថិភាពផ្សារខ្លួនឯងផលចំណេញរបស់ខ្លួនឯងឃើញទេនេះបងប្អូនស្ដាប់ហើយគិតពិចារណាទាំងអស់គ្នាថាយុទ្ធសាស្ត្រហ្នឹងវាល្អបែបណាហើយដល់ពេលយើងលក់នៅផ្សារយើងពិសេសគឺដូចអង្គដូចខ្ញុំប្រាប់ចឹងប្រជាពលរដ្ឋធ្វើស្រែហងៃលក់ស្រូវឲ្យគេអស់ហើយទិញកគេហូបបាទចឹងលក់ស្រូវគេចំណេញទិញកគេក៏គេចំណេញទិញជីក៏គេចំណេញទាំងអស់ចឹងបើគេចំណេញទាំងអស់ហើយតើយើងបានអីចំណេញហើយយល់កន្លែងហ្នឹងផងទៅពេលឥឡូវធ្វើបែបនេះគ្រាន់តែអង្គមួយបងប្អូនទិញអង្គក៏ចំណេញទិញអង្គទូទាំងប្រទេសហូបបន្តិចទេណាចឹងយើងជាអ្នកផលិតអង្គការផលិតអង្គយើងមិនមែនផលិតដំបូងហូបម៉ាស៊ីនខ្នាតយក្សបានផលិតទេគឺសហគមន៍យើងអ្នកធ្វើនឹងឯងសហគមន៍នេះមានអង្គលក់នៅសហគមន៍នេះសហគមន៍នោះលក់អង្គលក់នៅសហគមន៍នោះប៉ុន្តែលុយចំណេញរួមគ្នាផលចំណេញទូទាំងប្រទេសយកមកបូករួមចូលគ្នាហើយបែងចែកគ្នាទី1យើងសហគមន៍យើងមានអង្គល្អហូបសំខាន់ទី1សិនទី1សហគមន៍យើងមានអង្គល្អហូបឃើញទេបាទទី2អ្នកមានលុយក៏គេចង់ហូបឲ្យល្អហ្នឹងដែរតែថ្ងៃវាមិនដឹងថាល្អនៅកន្លែងណាបាទគេថាល្អដែរប៉ុន្តែនៅច្បុកច្បល់គ្នាដល់ពេលយើងសាង branding របស់យើងបានមកAgromart គឺអង្គល្អអង្គធម្មជាតិអង្គគ្មានជាតិគីមីអង្គធ្វើដោយដៃចេះកាលតែអញ្ចឹងទៅទីផ្សារទលំទលាថតអង្គមួយយើងអាចទៅដើមទីផ្សារបានទលំទលាមែនតើអង្គហ្នឹងគឺអង្គជា brand របស់យើងហើយយើងមិនមែនអង្គក្រុងឆ្វក់មកម៉ាស៊ីនគេទៀតទេអង្គហ្នឹងគឺ brand សហគមន៍ជាងសហគមន៍នឹងនៅណាយើងអាចថាអង្គសហគមន៍ពោធិ៍សាត់អង្គពោធិ៍សាត់អង្គបាត់ដំបងអង្គកំពង់ចាមអង្គកពតអង្គតាកែវអង្គព្រៃវែងអង្គសៀមរាបវាទៅតាមតំបន់មួយហ្នឹងប៉ុន្តែវានៅក្រោមផ្លាកយីហោរបស់ Agro ណា Agro អញ្ចឹងបើនៅក្នុង Agro លក់ឯណាផលិតនៅណាក៏វាមានផលចំណេញវាដល់សហគមន៍យើងទាំងអស់គ្នាឃើញទេអញ្ចឹងយើងខ្លាយទៅជាអ្នកធ្វើស្រែបានស្រូវផលិតជាអង្គលក់ដោយខ្លួនឯងអាហ្នឹងវាមានអីចោតជាមួយនឹងរឿងស្រូវធ្លាក់ថ្លៃរឿងអីទៀតអត់មានទៀតទេអាហ្នឹងឲ្យយល់ទាំងអស់គ្នាអញ្ចឹងហើយយើងក៏មោទនភាពនឹងលក់អង្គទូទាំងប្រទេសហើយអង្គយើងកាលណាដែលអង្គយើងល្អអង្គឆ្ងាញ់អង្គល្អអ្នកណាក៏ត្រូវការហូបដែរហើយវាត្រូវការហូបយើងអាចសេវាកម្មយ៉ាងម៉េចខ្លះគេអាចទៅទិញនឹងផ្សារ Agro យើងឬគេអាចមក
ឲ្យយើងគេអាចតំណាក់តំណងមកយើងឲ្យយើងដឹកឲ្យដល់ផ្ទះអាហ្នឹងវាជារឿងសេវាកម្មទីផ្សាររបស់យើងឯងអញ្ចឹងហើយគឺប្រជាជនទី1គឺក្នុងសហគមន៍យើងមានរបស់ល្អសុវត្ថិភាពណាខ្ញុំបញ្ជាក់មកវិញមានរបស់ល្អសុវត្ថិភាពហើយទទួលបានផលចំណេញត្រឡប់ទៅវិញពីផ្សាររបស់ខ្លួនឯងអញ្ចឹងហូបដោយទំនុកចិត្តហូបដោយក្តីសង្ឃឹមហូបដោយសប្បាយរីករាយហូបដោយមិនក្រែងចិត្តហូបដោយអស់កង្វល់អាហ្នឹងដោយសារយើងពង្រឹងគុណភាពកាលណាយើងពង្រឹងគុណភាពបានផ្សាររបស់យើងហ្នឹងវាល្បីផ្សារយើងហ្នឹងមានអ្នកគ្រប់គ្រងមិនត្រឹមតែមនុស្សក្នុងសហគមន៍ទេគឺអតិថិជនក៏មកគ្រប់គ្រងដែរបើអតិថិជនមកគ្រប់គ្រងដែរចំណូលយើងចូលកាន់តែច្រើនហើយបើចូលកាន់តែច្រើនព្រឹកមិញខ្ញុំនិយាយចំណូលពីលក់ជីចំណូលពីលក់កាហ្វេចូលចំណូលពីផ្សារនេះមួយទៀតគិតមើលបងប្អូនសិទ្ធសាកកំបងគិតមើលតើប្រមាណវាច្រើនមកអីវ៉ាន់រាប់រយមកយកអីវ៉ាន់ពីរោងចក្រគេមកដាក់លក់ក៏យើងចំណេញយើងផលិតអីបាននៅក្នុងស្រុកក្នុងភូមិយើងយកមកលក់ក៏យើងចំណេញឃើញទេហើយបើយើងមកទិញវិញផ្សារយើងក៏នៅផលចំណេញនៅក្នុងផ្សារអញ្ចឹងយើងមកបង្កើតចំណូលនៅក្នុងសហគមន៍យើងម្ដងយើងបានអីទៅលក់នៅក្នុងផ្សារឲ្យផ្សារគេចំណេញបាត់ទៅទិញអីផ្សារមកពីផ្សារមកផ្សារគេចំណេញបាត់ទៅហើយរបស់យើងជួនកាលគេយកជួនកាលគេមិនយកលក់មិនកើតលក់មិនដាច់ឬមិនល្អគេមិនទិញអីក៏គេគ្មាននរណាគេមកហួងហែងគេមកណែនាំគេមកបារម្ភគេមកយកចិត្តទុកដាក់ជាមួយយើងអត់ទេតែសហគមន៍យើងអត់ទេផលចំណេញមកយកទៅធ្វើអីខ្លះក្នុងសហគមន៍យកទៅជួយអីជួយចាស់ជរាជួយកុមារកំព្រាឬក៏ទៅធ្វើអីតែជួយទៅដល់វត្តអារាមជួយទៅដល់អីគេខ្លះដែលជារឿងរ៉ាវសមាជិកក្នុងសហគមន៍របស់យើងនោះយើងជួយជុំជែងគាត់ទៅវិញព្រោះលុយចំណេញក្នុងសហគមន៍អញ្ចឹងបងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍យើងវាអត់មាននរណាម្នាក់ដែលរស់នៅដោយលំបាកវេទនាជាពាក់បំណុលគេវាន់កអត់ការងារធ្វើអត់មុខរបរអត់ចំណូលទៀតទេបងប្អូនជាទីស្រឡាញ់ហើយព្រោះណាកន្លែងនេះបងប្អូនសម័យកម្លាំងចូលរួមរបស់បងប្អូនមកហ៊ុនដល់ថា100ចុះវានឹងបង្កើតផ្សារនៃក្តីសង្ឃឹមផ្សារនៃអនាគតរបស់បងប្អូនយើងគ្រប់តំបន់ហើយបងប្អូននឹងរស់នៅសោយសុខនៅក្នុងស្រុកក្នុងភូមិដោយមិនបាច់ចំណាក់ស្រុកទៅណាទៀតទេយើងធ្វើអីនាំគ្នាមករៀនពីសិប្បកម្មរៀនពីការផលិតរៀនពីការដាំដុះឲ្យមានគុណភាពឯទាំងអស់ហ្នឹងយើងនៅក្នុងទាំងអស់ហ្នឹងយើងនិយាយបាន3ឯងយើងនិយាយពី Agro Clinic យើងនិយាយពី Agro Cafe យើងនិយាយពី Agro Mart យើងនៅ Agro Academy ឃើញទេនោះដល់ Academy ទី4 Academy អញ្ចឹងនៅក្នុង Academy នេះវាមានរឿងរ៉ាវជាច្រើននៅក្នុងហ្នឹងខ្ញុំនឹងអធិប្បាយ Academy បន្តទៀតក្រោយពីសរុបឲ្យបងប្អូនយល់ពី Agro Mart ឬគេហៅថាផ្សារសហគមន៍នេះឲ្យច្បាស់នៅកន្លែងហ្នឹងមកកម្រិតទៀតដើម្បីយើងឈានទៅដល់ការជួបជុំហើយជុំទ្រង់ទ្រាយធំហើយពង្រីកបង្កើតវាលឿនណាស់វាបង្កើតលឿនណាស់ពីព្រោះដោយការកម្លាំងសាមគ្គីនៃការចូលទុនរបស់បងប្អូនហ្នឹងមកតំបន់ហ្នឹងយើងប្រើទុនអស់4-5ម៉ឺនដុល្លារម្នាក់100យើងកើតផ្សារមួយឃើញទេនៅតំបន់ណាទៀតចូល100បង្កើតផ្សារមួយបង្កើតបានផ្សារមួយទៅតាមតំបន់មួយហើយបងប្អូនជាកន្លែងជួបជុំសម័យបើជួបជុំកាហ្វេក៏លក់ដាច់ជីក៏លក់ដាច់តំណែងបងប្អូនផលិតមកក៏លក់ដាច់ឃើញទេស្អីផ្សេងដែលយកមកដាក់ហ្នឹងគឺក៏វាចំណេញឡាក់ហ្នឹងតែ3ហ្នឹងវាជាកន្លែងតែមួយឯងជាកន្លែង Agro Clinic ជាកន្លែង Agro Cafe ណាជាកន្លែង Agro Mart អញ្ចឹងវានៅក្នុងរង្វង់តែមួយបង្កើតទៅវាបានទាំង3ក្នុងពេលតែមួយគ្នាតែយល់យ៉ាងម៉េចដែរខ្ញុំព្យាយាមចែកផ្លែបន្តទៅទៀតកំពុងតែរួបរวมថ្នាក់ដឹកនាំរៀបចំថ្នាក់ដឹកនាំដើម្បីដឹកនាំគម្រោងដ៏ធំនេះដើម្បីឆ្ពោះទៅរកការគ្រប់គ្រងស្ថានភាពគ្រប់គ្រងក្នុងស្រុកគ្រប់គ្រងទីផ្សារក្នុងស្រុកនិងបំពេញតម្រូវការក្នុងស្រុកឈានទៅរកការពង្រីកទីផ្សារទៅក្រៅស្រុកវិញនៅផលិតផលខ្មែរAgro Project យើងទៅអធិប្បាយខ្លះបាន3ហើយណាបាន Agro Clinic Agro Cafe Agro Mart ណាយើងនៅសល់ Agro Academy បងប្អូនព្យាយាមស្ដាប់
mà đòn tiết nơi sầm lê như thế đầm bay bàn dối hay tiêm đầm bay chụp chung cái chắp nơi bắt đầu bóng dương miền cả lại chụp chung hơi chân dương đừng nát kia chụp chung rồi chung hơi đi bộ na trời ca mà dầu ca ní dương tiêm chung bàn tiêm khuôn rồi rồi hay đầm bay bằng ca ao ca mùi sọc miền mùi cả lại mùi sọc miền mùi cả lại mùi sọc mùi cả lại nó kia chia xa kha bao dương chia agro one ជា agro one របស់យើងប្រចាំតំបន់ជាសហគមន៍របស់យើងប្រចាំស្រុកនីមួយជា branding របស់យើងមានមួយកន្លែងមួយស្រុកមួយកន្លែងមួយស្រុកមួយកន្លែងជាឱកាសណាសម្រាប់បងប្អូនយើង80នាក់ដំបូងអាចថា80នាក់ម្នាក់មួយតំបន់បងប្អូនយើងអាចតំណែងជាមួយនឹងក្រុមអ្នកដឹកនាំយើងទាំងអស់ក៏បានតំណែងផ្ទាល់ក្នុងនេះក៏បានមួយស្រុកមានមួយខាន់កក់យកឲ្យហើយជែកគ្នាយល់កាសសម្រាប់បងប្អូននៅក្នុងនេះច្រើនយើងយកតាមទិន្នន័យ AI ស្មើនឹង160ស្រុកជាង162ស្រុកបូកជុំគ្នានៅលេខ9បណ្ដោយខេត្តស្វាយរៀងខេត្តស្ទឹងត្រែងខេត្តសៀមរាបខេត្តរតនគិរីខេត្តមណ្ឌលគិរីខេត្តព្រះវិហារខេត្តព្រះសីហនុខេត្តព្រៃវែងខេត្តពោធិ៍សាត់ខេត្តបៃលិនបាត់ដំបងទីមានជ័យត្បូងឃ្មុំតាកែវកាចេះកោះកុងកែបកណ្ដាលដល់មានជ័យដុំពេញអញ្ចឹងនៅក្នុងទាំងអស់នេះរាប់ទួគឺ162ស្រុកណា160ស្រុកអញ្ចឹង162ស្រុកមួយស្រុកមួយយើងដកនៅពេញ14យើងគិតធ្វើតែ120ទៅបានណា100ទៅ120ស្រុក120សាខាបាន120សាខាគិតនៅក្នុងលេខដែលខ្ញុំចង់បានគឺ101សាខាកន្លែងបងជំទាវអីនៅមណ្ឌលគិរីខ្ញុំរងចាំទៅថាវាផ្លាស់ប្ដូរមកលឿនពេកវាអត់ទាន់ឆ្លៀតពេលទៅបានសន្យាមួយលពូថាទៅតាំងពីចុងខែមុនមកឥឡូវដល់ថ្ងៃនេះទៀតហើយរៀបចំជាមើលជុំហើយក្រុមចាំផលិតផលរោងចក្រផលិតនឹងរួចរាល់ហើយយើងមាន sample ទៅជាមួយផងខាងនោះអាចទៅជាកន្លែងមណ្ឌលរបស់យើងកន្លែងសហគមន៍របស់យើងកន្លែង agro របស់យើងហើយព្យាយាមបង្កើតឲ្យគេឃើញថាកន្លែងនោះគឺជាកន្លែងagro project របស់យើងរៀបចំថែមខាងមុខទៀតទៅយើងបានទាំង6យ៉ាងហ្មងបងទាវបានទាំង agro clinic បានទាំង agro cafe បានទាំង agro mart ទាំងបាន agro academy agro farm agro farm និង agro research and development center ប្រមមកន្លែងនោះខ្ញុំពេញចិត្តណាស់អញ្ចឹងយើងនឹងរៀបចំធ្វើវាបងជំទាវបាទខ្ញុំនឹងប្រកាសបដើដើម្បីកន្លែងនោះជាចំណុចចាប់ផ្ដើមលើដីយើងតែម្ដងល្អបងទាវប្រមូលលុយពីដីនឹងបានច្រើនដីនៅតែដីឯបាទដីនៅតែដីតែយើងកើតប្រយោជន៍ពីកន្លែងហ្នឹងបើមានស្រាប់ធ្វើជាបង្អែមបើធ្វើជាទឹកផ្លែឈើបើធ្វើជាទឹកក្លុកបើឬក៏ធ្វើជាតំណាប់បើអីទាំងអស់ហ្នឹងធ្វើបានទាំងអស់ពួកបើច្រើនបំរិចនៅទីនោះហើយនឹងត្រៀមដាំដំណាំបង្ហាញអីពួកដំណាំរោងដំណាំរយៈពេលខ្លីអីបានទាំងអស់ពីព្រោះប្រភពទឹកខាងក្រោយមានកន្លែងនោះនៅខាងកំពតក៏ដូចគ្នាអញ្ចឹងគម្រោងយើងអាចកើតនៅកំពតពោធិ៍សាត់កំពង់ឆ្នាំងបាត់ដំបងបាទមណ្ឌលគិរីហើយខេត្តអាទៀតដែលយើងអាចតំណែងគ្នាបានយើងចាប់ដើមទីសងលើយើងយល់កិច្ចការងារនឹងហើយបញ្ជូនបន្តដើម្បីមានការចូលរួមកម្លាំងចូលរួមហើយមានទីពឹងណាមានចំណូលមានអាជីពមានមុខរបរមានការអភិវឌ្ឍអាហ្នឹងហើយជាចំណុចពិសេសអញ្ចឹងយើងមានប្រភពចំណូលចរន្តកើតឡើងនៅក្នុងសហគមន៍ជាបរិបទយើងមានការងារធ្វើជាបរិបទយើងមានការរស់នៅជួបជុំគ្នាជាបរិបទយើងមានភាពកក់ក្ដៅជាបរិបទយើងមានការទទួលបានការអភិវឌ្ឍដោយសារយើងមាន academy ក្នុងការបណ្ដុះបណ្ដាលបច្ចេកទេសដាំដុះបច្ចេកទេសថែទាំបច្ចេកទេសផលិតអីផ្សេងៗនៅក្នុងនោះទាំងអស់បូករួមនឹងការរៀបចំសិក្សាស្រាវជ្រាវចងក្រងផលិតពូជណាដែលល្អប្រកាសពូជផលិតពូជចងក្រងពូជដើម្បីឲ្យ
ខ្មែរយើងមានពូជច្បាស់លាស់រហូតដល់ចុះបញ្ជីការពូជអត់ចង់និយាយភ្លាមទេពីព្រោះទៅតាមដំណាក់កាលទី1 Agro Cafe Agro Clinic ទី2 Agro Cafe ទី3 Agro Mart ទី4 Agro Academy ទី5 Agro Farm ទី6 Agro Research and Development Center អញ្ចឹងមកព្រឹកពេញមកមួយថ្ងៃពេញមកនេះយើងនិយាយមកដល់Agro Mart ផ្សារសហគមន៍អញ្ចឹងនៅផ្សារហ្នឹងវាជួយដល់អីជំរុញដល់អីវាកើតប្រយោជន៍អីខ្លះនៅក្នុងការបង្កើតផ្សារសហគមន៍ហ្នឹងគឺជាផ្សារមួយដែលមានគុណភាពមានប្រភពច្បាស់លាស់សាង brand ថ្មីដែលធ្វើឲ្យគេមានទំនុកចិត្តខ្ពស់ទៅលើគុណភាពសំខាន់គុណភាពហ្នឹងគុណភាពធម្មជាតិមានប្រភពយើងរៀបចំផលិតវិចខ្ចប់អីត្រឹមត្រូវបានស្អាតបាតបូកនឹងសេវាកម្មទៀតយើងឈ្នះគេហើយនៅក្នុងផ្សាររបស់យើងហើយបាទនៅពេលដែលយើងបង្កើត brand ផ្សារយើងបាន4-10កន្លែង20កន្លែង30កន្លែងអញ្ចឹងអ្នកណាក៏ចង់មកចូលរួមដើម្បីបានលក់នៅក្នុងផ្សារយើងដែរព្រោះផ្សារយើងផ្សារដែលមានគុណភាពពិតប្រាកដ branding ថ្មីសាងទំនុកចិត្តសាងជំនឿជឿជាក់ថ្មីថាអូផ្សារ Agro ហ្នឹងគឺវា fresh ស្រស់ហើយធម្មជាតិពិតដែលមានប្រភពមានការអះអាងច្បាស់លាស់អញ្ចឹងការយើងចាប់ដើមធ្វើការផ្សព្វផ្សាយធ្វើការឃោសនាផ្សព្វផ្សាយ branding របស់យើងទៅអាហ្នឹងយើងអនឡាញក៏បានអីក៏បាននោះមកតែយើងមានស្អីដែលវាស្រស់ត្រីមួយស្រស់ឬក៏ស្អីដែលវាបានមកស្រស់ហ្នឹងយើងអត់គីមីអត់ដាក់ថ្នាំអត់ដាក់ស្អីអញ្ចឹងទៅអញ្ចឹងអាផ្សារហ្នឹងវាទំនុកចិត្តបើផ្សារខាងក្រៅវាអត់ទេវាដាក់អីបរតដាក់ថ្នាំដាក់ស្អីទុកបានយូរនៅស្រស់បានយូរឡាក់តែពួកយើងអត់ទេបើយើងអត់ចាំបាច់យើងអត់ប្រមូលផលមកហើយការដាំដុះរបស់យើងក៏វាមានការត្រួតពិនិត្យតាមដានមកតាំងពីដើមទីអញ្ចឹងផ្សារហ្នឹងគឺជាប្រភពមួយដែលជាប្រភពរលុយមួយបានច្រើនណាហើយកាលណាយើងរលុយបានច្រើនលក់ដាច់រលុយបានច្រើនគឺជាចំណូលរបស់បងប្អូនយើងដែលបានទិញហ៊ុនទៅនោះនឹងក៏ពឹងព្យាយាមស្ដាប់ស្វែងយល់ឲ្យបានយល់ពីការពិតពីគោលបំណងពីអត្ថប្រយោជន៍ពីអ្វីដែលកំពុងតែត្រៀមនឹងកើតឡើងឆាប់នឹងហើយបាទកើតប្រយោជន៍ដល់សហគមន៍យើងធ្វើទៅដើម្បីសហគមន៍យើងធ្វើដើម្បីប្រជាពលរដ្ឋយើងអាហ្នឹងគឺវាគុណតម្លៃអាហ្នឹងដែលគេអត់បដិសេធវាមិនខុសវាអត់ដូចពីមុនដែលយើងចេះតែធ្វើមកគេទៅឈៀងកោគេទៅធ្វើតែគេធ្វើមិនបានផលខូចចិត្តខាតបង់ឡាក់ឥឡូវនេះយើងមកសិក្សាយល់ដល់ទាំងអស់គ្នាបងប្អូនត្រូវរៀបចំបង្កើតទៅវាជាទំនុកចិត្តវាមិនមែនជាស្អីមួយទេតែវាជារួមថាគម្រោងហ្នឹងវារួមគ្រប់គ្រងនៅចរន្តគ្រប់គ្រងនៅទីផ្សារគ្រប់គ្រងនៅការផលិតគ្រប់គ្រងនៅចរន្តលុយធ្វើម៉េចឲ្យលុយហ្នឹងវាហូរចូលកប៉ៅសហគមន៍ឲ្យបានច្រើនហូរបានច្រើនយើងសល់លុយយើងមានលុយចាយគ្រប់យើងសល់លុយដែលសល់យើងយកទៅដោះបញ្ហាផ្សេងទៅពាក់បំណុលគេឬក៏ស្អីទាំងអស់ហ្នឹងហ្នឹងអស់វាអស់ហើយនៅប្រភពចំណូលវានៅតែហូរចូលមកទៀតអាហ្នឹងគឺជាប្រព័ន្ធផលិតលុយអាផ្សាររបស់សហគមន៍ហ្នឹងវាប្រព័ន្ធផលិតលុយវាធ្វើឲ្យចរន្តលុយហ្នឹងហូរចូលដល់យើងមិនចាំបាច់ទៅគួយលក់ខ្លួនឯងទេផ្សារយើងអ្នកលក់ហើយផ្សារយើងលក់បានគ្រប់កន្លែងគ្រប់ទីកន្លែងទូទាំងប្រទេសតែហើយមួយថ្ងៃនេះខ្ញុំបង្ហាញបាន4ដែរបាទAgro Clinic Agro Cafe Agro Mart Agro Mart បាន3បាន3នៅ Academy អញ្ចឹងចាំស្អែកពេលព្រឹកខ្ញុំនឹងចែកម្លែកបន្តទៅទៀតថា Agro Academy ហ្នឹងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលហ្នឹងវាមានប្រយោជន៍អីខ្លះដល់សហគមន៍បងប្អូនស្ដាប់ច្រើនដងនិយាយច្រើនដងដូចខ្ញុំនេះនិយាយមួយថ្ងៃច្រើនដងនិយាយដដែលគិតដដែលវាពង្រីកការគិតនៅក្នុងរឿងហ្នឹងតែបើសិនជាបងប្អូនអត់តន់យល់ស្ដាប់មិនយល់តជួបយើងមកជួបយើងអាចមកជួបនៅ office
bà nơi mặt tầm bong thì tiết nơi Phnom Penh nơi Port nơi Pô Sát thì tiếp chụp nơi tam cái lại mùi hay là chụp ấy bọc ôn nơi chui nhằm cà phê nhằm ấy dân từ nhé người từ bà bạn nè chẳng nơi ban tầm bó thì tiết cái đôi khi đây bọc ôn máu bọc ôn thử nhằm cà phê nhằm ấy cho bóng lùi nhằm từ kịp miền cà chai lùi cứ chai lùi từ tin như trong phật tuần này được nắng chẳng miền cà phê xì là lớn cà phê trong tất cả đây sân tới trong luôn này như luôn cà phê bạc nâng như nâng đâu cà phê scan cho ta đã nâng ấy đấy kết lùi bà kết lùi đó và cái lối ban bị ban chầm nô mà chai được bình khla bây giờ hàng kéo những chai lùi hàng kéo được lại dưới người dương cua đại chai riêng thôi business chẳng bị chẳng là tới từ này được phải lên còn đang miền và được phải lên ở sầm lô thì mình chơi xỉm riệp thì trên đó bị cài cục tạc khai nhưng bị cài tầm nẹt tầm đòn của bông thư ca cho mùi nâng cồn sơ mà chất cồn sơ để dự thọp riêng màuច្រើន